ok tao lời ngắn cứ dương install Nest.js hay dương run Nest.jsទាំងអស់គ្នាដើម្បីយើងទទួលបានNest.js API លើដំបូងរបស់យើងហើយខ្ញុំសន្មតថាគ្នាយើងគឺមាន Node install ហើយ version 20ឬក៏ធំជាង20អញ្ចឹងដើម្បីកុំឲ្យមកអង្គយូរយើង install ទាំងអស់គ្នាហើយ command install យើងអាចចូលក្នុង doc Nest.js ហើយខ្ញុំចូលចិត្តប្រើ IDE ហ្មងអញ្ចឹងយើងអាច copy មកយើងអាច copy store មកបើ IDE យើងផាសមកចឹងពេលដែលយើងផាសចឹងខាង node គេនឹង install package របស់ Nest.js ហើយដល់ពេលដែលយើង install package Nest.js ហើយគឺយើងនឹង init project របស់ Nest.jsអូខេអញ្ចឹងយើង install package Nest.js ហើយចឹងបន្ទាប់មកទៀតយើង copy មកយើង copy command ដើម្បីបង្កើតអាចមកយើងអាចដូរឈ្មោះបានយើងដូរឈ្មោះថា first Nest.js ចឹងនៅពេលដែលយើងប្រើ Nest new ហ្នឹងมันតែយើង generate project Nest.js ថ្មីហើយយើងដាក់ឈ្មោះទៅយើង project យើងធ្វើពីអីយើងដាក់ឈ្មោះហ្នឹងទៅបើខ្ញុំតែ first Nest.js ព្រោះដោយសារតែនេះជា project ដំបូងរបស់យើងហើយយើងអាចប្រើមួយណាក៏បានប្រើ npm ក៏បានយ៉ាងក៏បាន pnpm ក៏បានតែយើងអាចទៅ npm មុនអញ្ចឹងនៅពេលដែលយើង select package manager ហើយគឺវានឹងចាប់ផ្ដើម generate file ដែលជា framework របស់ Nest.js ឲ្យយើងអញ្ចឹងវាកំពុងតែ install package manager node module ឲ្យយើងអញ្ចឹងយើងនឹងឃើញថានៅក្នុងហ្នឹង file ដែលវា generate ឲ្យគឺមានដូចតកតងជាមួយ package JSON Nest CLI ដើម្បី run command Nest ហើយមានTS config ក្នុងការ build ជាមួយនឹងចឹងឥឡូវយើងហើយហ្នឹងហើយឥឡូវយើងហើយអញ្ចឹងយើងឃើញហើយមាន SRC file ដែលកន្លែងដែលយើង store module ផ្សេងគ្នានៅក្នុងហ្នឹងហើយយើងមាន main file របស់យើងដែលវាបាន generate ឲ្យយើងអញ្ចឹងដើម្បីកុំអង់យូរយើង run project របស់យើងអញ្ចឹងយើងចូលទៅកាន់ folder របស់យើងសិន folder យើង Nest.js អញ្ចឹងយើងចូល Nest.js ហើយយើង run npm start ក៏បាន start view ក៏បានខ្ញុំ development យើងប្រើ start view ទៅដើម្បីឲ្យវា watch របស់យើងចឹងនៅពេលដែលយើង run ហ្នឹងវានឹង generate ជា file list មួយដើម្បីវា build ឲ្យយើង run ចេញពីក្នុងហ្នឹងមកចឹង application របស់យើងគឺបាន run ដោយជោគជ័យចឹងយើងចូលអាចតេស្តបានlocalhost 3000អូខេអញ្ចឹងយើងបាន install Nest.js successfully គឺយើងបាន hello world អរគុណសម្រាប់ទស្សនាកុំភ្លេច subscribe follow និងតាមដាននៅវីដេអូបន្តទៀតអរគុណច្រើន